រាត្រីនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងពិភពដ៏ខ្មៅងងឹតនៃជំនឿបុរាណខ្មែរដែលជាទីលាក់ខ្លួននៃអំណាចអាថ៌កំបាំងនិងព្រឹត្តិការណ៍ដ៏ព្រឺព្រួចតើអ្នកជឿលើគ្រូអាគមនិងមន្តអាគមខ្មៅងងឹតដែរឬទេរឿងដែលខ្ញុំនឹងចែករំលែកនៅថ្ងៃនេះគឺជារឿងពិតដ៏គួរឲ្យរន្ធត់ដែលបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយហើយវាបានបន្សល់ទុកនៅស្លាកស្នាមភ័យខ្លាចយ៉ាងជ្រៅក្នុងដួងចិត្តអ្នកស្រុកសូមត្រៀមខ្លួនសម្រាប់រឿងនិទានដ៏រន្ធត់នេះព្រោះពេលខ្លះការពិតវាគួរឲ្យខ្លាចជាងរឿងប្រឌិតទៅទៀតជម្រាបសួរអ្នកទាំងអស់គ្នាពេលរាត្រីនេះខ្ញុំដឹងថាអ្នកខ្លះកំពុងអង្គុយម្នាក់ឯងនៅក្នុងបន្ទប់ស្ងាត់ជ្រងំហើយរឿងដែលខ្ញុំនឹងនាំមកជូនអ្នកនៅថ្ងៃនេះប្រហែលជានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាសក់ក្បាលខ្ញាក់ខ្ញាក់ត្រជាក់ខ្នងពេញមួយយប់តើអ្នកធ្លាប់គិតទេថារឿងនិទានបុរាណខ្មែរខ្លះមិនមែនគ្រាន់តែជារឿងនិទាននោះទេថាវាអាចជាការពិតដ៏គួរឲ្យរន្ធត់ដែលលាក់ខ្លួននៅក្នុងជ្រុងងងឹតនៃជំនឿនិងប្រវត្តិសាស្ត្ររបស់យើងថ្ងៃនេះខ្ញុំនឹងចែករំលែករឿងមួយដែលបានកើតឡើងពិតៗនៅក្នុងភូមិដាច់ស្រយាលមួយរឿងនេះទាក់ទងនឹងអំណាចអាថ៌កំបាំងរបស់គ្រូអាគមម្នាក់ដែលបានប្រើប្រាស់មហិទ្ធិឫទ្ធិដ៏ខ្មៅងងឹតភ្ជាប់ជាមួយក្លាសិលដ៏កាចសាហាវមួយក្បាលអ្នកភូមិរាប់រយនាក់បានរងគ្រោះដោយសារតែជំនឿនេះហើយរឿងរ៉ាវរបស់ពួកគេបានคล้ายជាការចងចាំដ៏ឈឺចាប់ដែលនៅតែលងបន្លាចអ្នកដែលធ្លាប់បានឮសូមត្រៀមខ្លួនសម្រាប់ការធ្វើដំណើរចូលទៅក្នុងពិភពដ៏អាថ៌កំបាំងនិងគួរឲ្យខ្លាចនេះព្រោះពេលខ្លះការពិតវាគួរឲ្យខ្លាចជាងរឿងប្រឌិតទៅទៀតនៅក្នុងប្រទេសកម្ពុជាយើងជំនឿលើមន្តអាគមនិងអបិយជំនឿគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌តាំងពីយូរលង់ណាស់មកហើយមានរឿងនិទានជាច្រើនដែលនិយាយពីគ្រូអាគមខ្លាចេតិយឬខ្លាសិលដែលមានមហិទ្ធិឫទ្ធិអាចជួយមនុស្សឬក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សបានខ្លាសិលជាពិសេសត្រូវបានគេជឿថាជាបដិមាដែលមានវិញ្ញាណសន្ធិដ្ឋនៅដែលអាចក្លាយជាទីសក្ការៈឬជាប្រភពនៃអំណាចងងឹតប្រសិនបើវាធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដែលចង់ប្រើវាដើម្បីធ្វើរឿងអាក្រក់រឿងរ៉ាវរបស់គ្រូអាគមនិងខ្លាសិលដែលខ្ញុំនឹងនិយាយនេះគឺបង្ហាញពីផ្នែកងងឹតនៃជំនឿទាំងនេះជាពិសេសនៅពេលដែលអំណាចដ៏គួរឲ្យគោរពទាំងនេះត្រូវបានគេប្រើប្រាស់ខុសគន្លងវាជាសាច់រឿងដែលឆ្លុះបញ្ចាំងពីភាពភ័យខ្លាចនិងភាពអស់សង្ឃឹមរបស់អ្នកភូមិនៅពេលដែលប្រឈមមុខនឹងកម្លាំងអមនុស្សធម្មតារឿងនេះបានកើតឡើងនៅក្នុងភូមិមួយឈ្មោះថាភូមិត្រពាំងអំពិលដែលស្ថិតនៅដាច់ឆ្ងាយពីទីក្រុងមានតែផ្លូវលំពិបាកធ្វើដំណើរទៅដល់អ្នកភូមិនៅទីនោះភាគច្រើនជាកសិករដែលរស់នៅដោយសុខសាន្តតាំងពីជីដូនជីតាប៉ុន្តែមួយរយៈក្រោយមកអ្វីក៏ចាប់ផ្ដើមផ្លាស់ប្ដូរពាក្យចចាមអារាមបានចាប់ផ្ដើមលេចឡើងអំពីគ្រូអាគមចំណាស់ម្នាក់ដែលបានមកលាក់ខ្លួននៅក្នុងព្រៃជ្រៅក្បែរភូមិនោះដំបូងអ្នកភូមិមិនបានចាប់អារម្មណ៍ខ្លាំងទេគិតថាគ្រាន់តែជារឿងដំណាលប៉ុណ្ណោះប៉ុន្តែមួយសន្ទុះក្រោយមកព្រឹត្តិការណ៍ចម្លែកក៏បានចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់ដែលធ្វើឲ្យអ្នកភូមិបាត់បង់សេចក្តីសុខសាន្តទាំងស្រុងភាពភ័យខ្លាចបានចាប់ផ្ដើមរីករាលដាលដោយជំងឺហើយគ្មាននរណាម្នាក់ដឹងថាវានឹងបញ្ចប់នៅពេលណាទេគ្រូអាគមម្នាក់នោះត្រូវបានគេហៅថាលោកគ្រូដិតអ្នកភូមិខ្លះបាននិយាយថាលោកគ្រូដិតនេះគឺមានមន្តអាគមខ្មៅងងឹតដ៏ពូកែស័ក្តិសិទ្ធិគាត់រស់នៅឯខ្ទមចាស់មួយកណ្ដាលព្រៃជ្រៅមិនសូវចេញមកភូមិឡើយពាក្យចចាមអារាមថាគាត់អាចក៏ហៅខ្មោចព្រាយបិសាចបានហើយអាចធ្វើឲ្យមនុស្សរងគ្រោះបានយ៉ាងងាយស្រួលអ្វីដែលធ្វើឲ្យរន្ធត់ជាងនេះទៅទៀតនោះគឺគេនិយាយថាគាត់មានក្លាសិលមួយក្បាលដែលគាត់បានដំឡើងនៅក្នុងខ្ទមរបស់គាត់ក្លាសិលនោះត្រូវបានគេជឿថាមានវិញ្ញាណសន្ធិដ្ឋនៅហើយមានអំណាចការពារគាត់ព្រមទាំងអាចប្រើប្រាស់សម្រាប់ធ្វើពិធីមន្តអាគមខ្មៅងងឹតរបស់គាត់ទៀតផងអ្នកភូមិគ្រប់គ្នាមិនហ៊ាននិយាយឈ្មោះគាត់ខ្លាំងឡើយដោយខ្លាចក្រែងគាត់ឮហើយធ្វើបាបភាពភ័យខ្លាចបានឈានដល់កម្រិតកំពូលនៅពេលដែលក្មេងៗនៅក្នុងភូមិបានចាប់ផ្ដើមបាត់ខ្លួនម្នាក់
ដំបូងគេគិតថាគ្រាន់តែជាការបាត់បង់ធម្មតាប៉ុណ្ណោះតែក្រោយមកក្មេងប្រុសស្រីតូចៗជាច្រើនអ្នកបានបាត់ខ្លួនដោយគ្មានតម្រុយឪពុកម្ដាយគ្រប់រូបរស់នៅដោយការភ័យខ្លាចគ្រប់ពេលវេលាមិនហ៊ានឲ្យកូនដើរលេងក្រៅផ្ទះឡើយយប់ឡើងឮតែសំឡេងឆ្កែព្រុសនិងសំឡេងខ្យល់បក់រំហើយលាយឡំជាមួយសំឡេងយំសោករបស់ឪពុកម្ដាយដែលបាត់បង់កូនអ្នកភូមិគ្រប់គ្នាជឿថារឿងនេះគឺតាក់ទងនឹងលោកគ្រូដិតនិងមន្តអាគមខ្មៅងងឹតរបស់គាត់គ្មាននរណាម្នាក់ហ៊ានចូលទៅព្រៃជ្រៅក្បែរខ្ទមគាត់ឡើយព្រោះខ្លាចថាខ្លួនឯងនឹងក្លាយជាជនរងគ្រោះបន្ទាប់ភូមិដែលធ្លាប់តែមានភាពរស់រវើកបានក្លាយទៅជាភូមិខ្មោចដ៏ស្ងាត់ជ្រងំដោយសារតែភាពអស់សង្ឃឹមនិងការភ័យខ្លាចចំពោះជោគវាសនារបស់កូនអ្នកភូមិមួយក្រុមតូចដែលជាឪពុកម្ដាយរបស់ក្មេងដែលបាត់ខ្លួនបានសម្រេចចិត្តបបួលគ្នាចូលទៅព្រៃជ្រៅដើម្បីរកមើលតម្រុយពួកគេបានធ្វើដំណើរដោយប្រយ័ត្នប្រយែងបំផុតព្រោះខ្លាចក្រែងមានរឿងអាក្រក់កើតឡើងបន្ទាប់ពីដើរជាច្រើនម៉ោងពួកគេក៏បានទៅដល់ទីតាំងមួយដែលជាខ្ទមរបស់លោកគ្រូដិតអ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺនៅមុខខ្ទមនោះមានខ្លាសិលមួយក្បាលដ៏ធំសម្បើមដែលមានរូបរាងគួរឲ្យខ្លាចនិងភ្នែកក្រហមឆ្អៅដូចជាភ្លើងខ្លាសិលនោះមើលទៅហាក់ដូចជាមានវិញ្ញាណកំពុងសម្លឹងមើលមកពួកគេដោយទឹកមុខកាចសាហាវក្លិនធូបនិងទៀនលាយឡំជាមួយក្លិនឈាមស្រស់បានបក់មកប៉ះច្រមុះរបស់ពួកគេនៅពេលដែលអ្នកភូមិលោកមើលចូលទៅក្នុងខ្ទមពួកគេបានឃើញលោកគ្រូដិតកំពុងធ្វើពិធីមន្តអាគមដ៏គួរឲ្យរន្ធត់គាត់ស្លៀកពាក់អាវខ្មៅរុំក្បាលដោយក្រមាពណ៌ក្រហមហើយកំពុងសូត្រមន្តគាថាដែលស្ដាប់ទៅហាក់ដូចជាភាសាបិសាចនៅពីមុខគាត់គឺមានខ្លាសិលមួយក្បាលនោះឯងដែលហាក់ដូចជាកំពុងបញ្ចេញពន្លឺអាតកំបាំងនៅលើដីមានគំនូរយ័ន្តជាច្រើនហើយមានរបស់របរចម្លែកជាច្រើនទៀតដែលគេមិនស្គាល់អ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺពួកគេបានឃើញឆ្អឹងសត្វនិងរបស់របរប្រើប្រាស់របស់ក្មេងៗដែលបាត់ខ្លួនត្រូវបានដាក់នៅជុំវិញខ្លាសិលនោះទិដ្ឋភាពនេះបានធ្វើឲ្យអ្នកភូមិញ័រខ្លួនព្រឺសម្បុរនិងលែងសង្ស័យទៀតហើយថាក្មេងៗដែលបាត់ខ្លួនគឺតាក់ទងនឹងគ្រូអាគមម្នាក់នេះដោយឃើញទិដ្ឋភាពដ៏ព្រៃផ្សៃបែបនេះអ្នកភូមិមួយចំនួនមិនអាចទ្រាំទ្របានឡើយក៏បានស្រែកហៅឈ្មោះលោកគ្រូដិតដោយកំហឹងលោកគ្រូដិតក៏បានងាកមករកពួកគេដោយទឹកមុខកាចសាហាវហើយភ្នែករបស់គាត់បញ្ចេញពន្លឺក្រហមឆ្អៅគួរឲ្យខ្លាចគាត់បានសម្លឹងមើលមកពួកគេដោយក្រសែភ្នែកកាចសាហាវហើយបានស្រែកថាពួកឯងហ៊ានមកបំពានកន្លែងរបស់អញនឹងឲ្យពួកឯងដឹងភ្លាមនោះក៏មានកម្លាំងខ្យល់ខ្មៅងងឹតមួយបានបក់បោកមកលើអ្នកភូមិរុញច្រានពួកគេឲ្យដួលទៅនឹងដីពួកគេមានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងរឹតបំពង់ករបស់ពួកគេធ្វើឲ្យពួកគេពិបាកដកដង្ហើមអ្នកភូមិទាំងអស់បាននាំគ្នាស្រែកដោយការភ័យខ្លាចហើយបានរត់គេចខ្លួនចេញពីកន្លែងនោះដោយមិនហ៊ានងាកក្រោយមើលឡើយពួកគេដឹងថាពួកគេមិនអាចប្រឈមមុខនឹងអំណាចរបស់គ្រូអាគមនេះបានទេបន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នោះអ្វីនៅក្នុងភូមិក៏កាន់តែអាក្រក់ទៅរាល់យប់អ្នកភូមិទាំងអស់បានដេកយល់សពអាក្រក់ពួកគេបានឃើញរូបភាពខ្លាសិលកំពុងរត់ដេញចាប់ពួកគេហើយលោកគ្រូដិតកំពុងសើចចំអកដាក់ពួកគេនៅក្នុងសុបិនមិនតែប៉ុណ្ណោះអ្នកភូមិជាច្រើនបានចាប់ផ្ដើមឈឺថ្កាត់ដោយជំងឺចម្លែកដែលគ្មានគ្រូពេទ្យណាម្នាក់អាចព្យាបាលបានពួកគេមានអារម្មណ៍អស់កម្លាំងល្វើយដូចជាមានអ្វីមួយកំពុងបឺតជញ្ជក់កម្លាំងចេញពីខ្លួនសំឡេងខ្សឹបខ្សៀវចម្លែកតែងតែបន្លឺឡើងនៅក្នុងព្រៃជុំវិញភូមិដែលធ្វើឲ្យអ្នកភូមិកាន់តែភ័យខ្លាចពេលគេជឿថានេះគឺជាបណ្ដាសារបស់លោកគ្រូដិតនិងខ្លាសិលដែលគាត់បានបញ្ចេញមកភូមិត្រពាំងអំពិលបានคล้ายទៅជាភូមិដ៏សែនសោកសៅដែលពោពេញទៅដោយភាពភ័យខ្លាចនិងភាពអស់សង្ឃឹមដោយមិនដឹងថាត្រូវរកជំនួយពីណាអ្នកភូមិបានសម្រេចចិត្តនាំគ្នាទៅរកព្រះសង្ឃចំណាស់មួយអង្គដែលគង់នៅវត្តក្បែរភូមិព្រះអង្គមានព្រះនាមថាព្រះគ្រូចៅអធិការដែលមានមេត្តាចិត្តនិងមានចំណេះដឹងជ្រៅជ្រះខាងធម៌អាថ៌អ្នកភូមិបានរៀបរាប់ពីទុក្ខវេទនាទាំងអស់ដែលបានកើតឡើងនៅក្នុងភូមិរឿងរ៉ាវរបស់លោកគ្រូដិតនិងខ្លាសិលដ៏សាហាវនោះពួកគេបានសំពះអង្វរព្រះអង្គឲ្យជួយរំដោះភូមិរបស់ពួកគេពីបណ្ដាសាដ៏ខ្មៅងងឹតនេះ
ទឹកភ្នែករបស់ពួកគេបានហូររហាមដោយការឈឺចាប់និងភាពភ័យខ្លាចព្រះគ្រូចៅដីកាបានស្ដាប់ដោយយកចិត្តទុកដាក់បំផុតហើយទ្រង់បានបង្ហាញទឹកមុខព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលទ្រង់បានឮពីរឿងខ្លាសិលព្រះអង្គបានដឹងថារឿងនេះមិនមែនជារឿងធម្មតាឡើយបន្ទាប់ពីស្ដាប់រឿងចប់ព្រះគ្រូចៅអធិការបានពន្យល់អ្នកភូមិថារឿងនេះមិនមែនជារឿងតូចតាចឡើយព្រោះលោកគ្រូដិតនេះបានប្រើប្រាស់មន្តអាគមខ្មៅងងឹតដែលជាមន្តអាគមចាក់បុរាណហើយខ្លាសិលនោះមិនមែនគ្រាន់តែជាថ្មធម្មតាទេតែវាមានវិញ្ញាណខ្លាព្រៃដ៏កាចសាហាវសន្ធិដ្ឋនៅដែលត្រូវបានចងភ្ជាប់ដោយអំណាចអាគមដ៏ខ្មៅងងឹតការទៅប្រឈមមុខជាមួយគាត់គឺប្រៀបដូចជាទៅប្រឈមមុខជាមួយសេចក្តីស្លាប់លុះត្រាតែមានមន្តអាគមដ៏ខ្លាំងក្លានិងចិត្តស្មោះត្រង់ទើបអាចដោះស្រាយបានព្រះអង្គបានព្រមានថាការព្យាយាមបំបែកមន្តអាគមនេះគឺមានហានិភ័យខ្ពស់បំផុតព្រោះកម្លាំងរបស់វាអាចធ្វើឲ្យអ្នកណាដែលព្យាយាមបំបែកនោះទទួលរងគ្រោះធ្ងន់ធ្ងរបានទ្រង់បានណែនាំឲ្យអ្នកភូមិធ្វើបុណ្យទាននិងរក្សាស្មារតីឲ្យរឹងមាំកុំឲ្យភាពភ័យខ្លាចគ្របដណ្ដប់ទោះជាមានការព្រមានយ៉ាងនេះក្តីព្រះគ្រូចៅអធិការនៅតែសម្រេចព្រះទ័យជួយអ្នកភូមិព្រះអង្គបានធ្វើពិធីដោះបណ្ដាសាដ៏ធំមួយនៅក្នុងវត្តដោយមានការចូលរួមពីអ្នកភូមិទាំងអស់ពិធីនេះបានធ្វើឡើងអស់រយៈពេល3ថ្ងៃ3យប់អំឡុងពេលពិធីអ្នកភូមិទាំងអស់មានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងកំពុងតស៊ូគ្នានៅក្នុងព្រៃជ្រៅយប់ឡើងឮតែសំឡេងខ្យល់បក់បោកយ៉ាងខ្លាំងសំឡេងសត្វព្រៃយំលាយឡំជាមួយសំឡេងចម្លែកដែលគេមិនធ្លាប់ឮដើមឈើនៅក្នុងព្រៃរង្គើបោកបក់ទៅមកហាក់ដូចជាមានកម្លាំងអ្វីកំពុងទាញអ្នកភូមិខ្លះបានឃើញពន្លឺចម្លែកនៅក្នុងព្រៃកែវវាហាក់ដូចជាមានការប្រយុទ្ធគ្នារវាងកម្លាំងធម៌របស់ព្រះអង្គនិងកម្លាំងអាគមខ្មៅងងឹតរបស់លោកគ្រូដិតភាពតានតឹងបានគ្របដណ្ដប់ពេញភូមិហើយគ្រប់គ្នារងចាំដោយបេះដូងលោតខុសចង្វាក់នៅព្រឹកថ្ងៃទី4បន្ទាប់ពីពិធីដោះបណ្ដាសាបានបញ្ចប់ភាពស្ងប់ស្ងាត់បានត្រឡប់មកវិញអ្នកភូមិបាននាំគ្នាទៅកាន់ខ្ទមរបស់លោកគ្រូដិតនៅក្នុងព្រៃដោយការប្រុងប្រយ័ត្នអ្វីដែលពួកគេបានឃើញគឺធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ទមរបស់លោកគ្រូដិតត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំស្ទើរគ្មានសល់យ័ន្តគំនូនិងរបស់របរអាគមទាំងអស់ត្រូវបានខ្ទេចខ្ទីរីឯខ្លាសិលដ៏ធំសម្បើមនោះក៏បានបាត់ខ្លួនដោយគ្មានសល់តម្រុយអ្វីទាំងអស់លោកគ្រូដិតក៏បានបាត់ខ្លួនទៅដោយគ្មាននរណាម្នាក់ដឹងថាគាត់ទៅទីណាឡើយអ្នកភូមិខ្លះជឿថាគាត់ត្រូវបានកម្លាំងធម៌របស់ព្រះអង្គកំចាត់ចោលអ្នកខ្លះទៀតជឿថាគាត់បានរត់គេចខ្លួនទៅបន្តធ្វើរឿងអាក្រក់នៅកន្លែងផ្សេងប៉ុន្តែអ្វីដែលសំខាន់នោះគឺក្មេងៗដែលបាត់ខ្លួនបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពទាំងអស់តែពួកគេហាក់ដូចជាបាត់បង់ការចងចាំមួយចំនួនភូមិត្រពាំងអំពិលក៏បានត្រឡប់មកមានសេចក្តីសុខសាន្តវិញរឿងរ៉ាវរបស់គ្រូអាគមនិងខ្លាសិលនេះបានក្លាយជាការចងចាំដ៏រន្ធត់សម្រាប់អ្នកភូមិត្រពាំងអំពិលទោះបីជាពេលនេះភូមិមានសន្តិភាពឡើងវិញក៏ដោយក៏ពាក្យចចាមអារាមនិងភាពភ័យខ្លាចនៅតែស្ថិតនៅក្នុងចិត្តរបស់ពួកគេតែងតែនិយាយថាត្រូវតែគោរពជំនឿបុរាណតែមិនត្រូវលងខ្លួនទៅនឹងមន្តអាគមខ្មៅងងឹតនោះទេពេលបើថាភពកើតមកបង្រៀនពួកគេថាអំណាចអាចកំបាំងអាចមានទាំងល្អនិងអាក្រក់ហើយជួនកាលអ្វីដែលមើលមិនឃើញគឺគួរឲ្យខ្លាចជាងអ្វីដែលមើលឃើញទៅទៀតរឿងនេះក៏បានបង្រៀនពួកគេឲ្យចេះរួបរวมសាមគ្គីគ្នាប្រឈមមុខនឹងបញ្ហាហើយស្វែងរកជំនួយពីអ្នកដែលមានធម៌អាចត្រឹមត្រូវវាជាការរំលឹកដល់យើងទាំងអស់គ្នាឲ្យចេះប្រុងប្រយ័ត្ននិងមិនត្រូវមើលស្រាលលើអំណាចនៃជំនឿនិងពិភពលោកដែលយើងមិនអាចមើលឃើញដោយភ្នែកទទេរឿងរ៉ាវរបស់គ្រូអាគមនិងខ្លាសិលនេះបានបញ្ចប់ទៅត្រឹមនេះប៉ុន្តែវាបានបន្សល់ទុកនៅសំណួរជាច្រើននៅក្នុងចិត្តរបស់យើងតើអ្នកជឿទេថាអំណាចអាចកំបាំងទាំងនេះពិតជាមានមែនតើអ្នកគិតថាលោកគ្រូដិតពិតជាបាត់ខ្លួនឬគ្រាន់តែលាក់ខ្លួនរងចាំពេលសមស្របរឿងនិទានទាំងអស់នេះមិនមែនគ្រាន់តែជារឿងកំសាន្តនោះទេតែវាជាផ្នែកមួយនៃជំនឿនិងការភ័យខ្លាចរបស់មនុស្សតាំងពីយូរលង់មកហើយសូមកុំមើលរំលងអំណាចនៃធម្មជាតិនិងពិភពដែលយើងមិនអាចយល់បាន
សូមរក្សាស្មារតីឲ្យបានរឹងមាំនិងមានសេចក្តីក្លាហានខ្ញុំសង្ឃឹមថារឿងនេះបានធ្វើឲ្យអ្នកទាំងអស់គ្នាបានស្វែងយល់បន្ថែមអំពីជំនឿខ្មែរហើយបានទទួលនៅបទពិសោធន៍ដ៏រន្ធត់មួយសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នាពេលក្រោយជាមួយនឹងរឿងរ៉ាវដ៏អាចកំបាំងផ្សេងទៀតរឿងរ៉ាវអំពីគ្រូអាគមនិងក្លាសិលនៅតែបន្តជាប្រធានបទដ៏អាចកំបាំងដែលនៅតែលងបន្លាចអ្នកភូមិមួយចំនួនវារំលឹកយើងពីព្រំដែនដ៏ស្ដើងរវាងការពិតនិងរឿងនិទានព្រមទាំងអំណាចនៃជំនឿដែលអាចជះឥទ្ធិពលដល់ជីវិតមនុស្សសូមប្រុងប្រយ័ត្នជានិច្ចហើយកុំបំពានលើកម្លាំងដែលមើលមិនឃើញ